អូខេសួស្តីបងប្អូនទាំងអស់គ្នានឹងថ្ងៃទាំងដែរគ្រូមកបន្តវីដេអូរបស់យើងបន្តទៀតសម្រាប់វីដេអូថ្ងៃនេះដែរគឺរៀនរបៀបនៃការទាញសញ្ញានៃអានុគមជំនួយអញ្ចឹងឃើញថាបងប្អូនមួយចំនួនគឺពិបាកយល់ក្នុងការទាញសញ្ញាអញ្ចឹងគ្រូយករបៀបនៃការទាញសញ្ញាមួយផ្នែកសម្រាប់ឲ្យបងប្អូនស្វ័យសិក្សាគឺធ្វើឲ្យខ្លួនឯងនឹងអាចទាញសញ្ញានៃអានុគមជំនួយបានក្នុងការត្រៀមប្រឡងបាក់ឌុបតោះអូខេអញ្ចឹងឃុំមានអានុគម Gene X មួយដែល derivate នៃអានុគម Gene X ទៅគឺវាធំជាង0អញ្ចឹងស្រាប់តែមាន x0 មួយណាយើងគណនា Gene X0 ទៅគឺវាស្មើនឹង0នេះអូខេអញ្ចឹងនៅពេលដែលយើងឃើញderivate ធំជាង0យើងសង់តារាងអធិរភាពឃើញថាបានបូកអញ្ចឹងទៅហើយយើងទាញបានថាអានុគម Gene X របស់យើងនេះគឺជាអានុគមកើនជានិច្ចឃើញថាវាឡើងទៅហើយអូខេប៉ុន្តែស្រាប់តែក្នុងនោះវាមាន x0 នេះអូខេវាមាន x0 មួយហ្នឹងណាដែលធ្វើឲ្យវាស្មើ0នេះអញ្ចឹងបើយើងទាញរកសញ្ញា Gene X គឺយើងអត់មើលទៅលើសញ្ញា derivate ទេគឺយើងមើលទៅលើ Gene X មើលទៅលើក្នុងប្រឡោះនេះប្រឡោះដែលគូ2នេះអូខេអញ្ចឹងយើងមើលចេះបើសិនតែគូបន្ទាត់ចំនួន1មានន័យថាជាបន្ទាត់ដែល y ស្មើ0ព្រោះយើងជួ x0 ទៅវាចេញ0អាហ្នឹងគឺជា y ហើយអូខេអញ្ចឹងយើងមើលនេះប្រឡោះនេះអីគេប្រឡោះនេះអូខេប្រឡោះហ្នឹងគឺវានៅក្រោម0ប្រឡោះនេះគឺអីគេវានៅលើអាបន្ទាត់ស្មើ0ហ្នឹងអញ្ចឹងបើយើងមើលទៅលើ x តម្លៃ x គឺប្រឡោះនេះមើលទៅលើ x អូខេបើយើងមើលទៅលើ x មានន័យថាពីដកអនន្ត x0 គឺ Gene X របស់យើងហ្នឹងវានៅក្រោម0អញ្ចឹងសួរថានៅពេលដែលយើងទាញចេញពីតារាងហ្នឹងយើងបានសញ្ញា Gene X បែបណាតោះមកទៅសេទាំងអស់គ្នាអូខេអញ្ចឹងកន្លែងនេះបើយើងទាញយកសញ្ញា Gene X អញ្ចឹងចំពោះ Gene X គឺយើងមើលប្រឡោះ Gene X អញ្ចឹងចំពោះ Gene X របស់យើងដែលយើងយក x ពីដកអនន្ត x0 អញ្ចឹងមានថាគួរឲ្យសេ x របស់ពីដកអនន្តទៅដល់ x0 អញ្ចឹងមានន័យថាអានុគម Gene X របស់យើងធំជាង0ឬក៏តូចជាង0នេះប្រឡោះនេះអញ្ចឹងបើប្រឡោះហ្នឹងមានន័យថាគឺវានៅក្រោម0អញ្ចឹងមានថា Gene X របស់យើងនេះគឺវាតូចជាង0យើងមិនមែនទាញ Gene X' ណាគឺទាញ Gene X តែបើសិនតែ x របស់យើងនេះយកពីណាទៅអូខេ x របស់យើងរបស់ពី x0 ទៅដល់បូកអនន្ត x0 ដល់បូកអនន្តគឺប្រឡោះហ្នឹងណាអូខេអញ្ចឹងនេះវានៅខាងលើនេះអូខេបើនៅខាងលើ0មានន័យថាអាហ្នឹងគឺអាចសរសេរថា x0 ទៅដល់បូកអនន្តនោះអូខេ Gene X របស់យើងហ្នឹងគឺអីគេអូខេ Gene X នេះគឺធំជាង0អូខេយើងនៅសល់មួយទៀតមានថាកន្លែង x0 ហ្នឹងក៏វាស្មើតម្លៃ0ដែរអញ្ចឹងយើងជួសអានឹងមួយទៀតមានន័យថាចំពោះ x របស់យើងស្មើទៅនឹង x0 នោះមានន័យថាម៉េចអូខេនោះមានន័យថាកន្លែងយើងគណនា Gene X0 របស់យើងនេះគឺស្មើនឹង0អញ្ចឹងយើងដាក់យកនឹងតែម្ដងមានន័យថា Gene X0 គឺស្មើទៅនឹង0អាហ្នឹងគឺជារឹសអូខេស្មើនឹង0អូខេអញ្ចឹងយើងឃើញប៉ុណ្ណឹងថាយើងចេះមើលទាញទេតើអូខេអញ្ចឹងអានេះគឺជាអានុគមជំនួយនៅពេលដែលយើង derivate នៃអានុគម nx អានុគមធំរបស់យើងត្រូវការប្រើអានឹងបន្ថែមអូខេអញ្ចឹងចំពោះវីដេអូហ្នឹងគឺចែកតម្លេចមួយចំណុចហ្នឹងអញ្ចឹងសង្ឃឹមថាបងប្អូនមើលទៅគឺយល់អាចទាញសញ្ញាបានអូខេអញ្ចឹងចាំវីដេអូតគ្រូនឹងរៀនរបៀបនៃការទាញសញ្ញាបែបថ្មីមួយទៀតអូខេអរគុណច្រើន